មានមន់អត់ដល់ធ្វើអីឆ្ងាញ់អាចសាក់មកមុខនេះបានមន់លីងបើមិនទេមិនថាយកធ្វើជាគ្រឿងក្លែមឬក៏ញ៉ាំជាមួយបាយក្តៅក្តៅឯងគឺថាត្រូវទាំងអស់ហ្មងញ៉ាំឲ្យលិតដៃលិតជើងហ្មងជាពិសេសគឺថាត្រូវជាមួយនឹងបៀតិចនេះឯងមុខនេះសម្រាប់មកយើងកាប់វាតូចប៉ុណ្ណឹងមកដើម្បីងាយស្រួលយកទៅបំពងបើសិនបើចង់ឲ្យមុខម្ហូបនោះទៅឆ្ងាញ់បងប្អូនប្រើមន់ស្រែមកណាបើសិនយកមានមន់ស្រែតែប្រើមន់ចាំឬក៏មន់ចំណីក៏បានដែរកាប់វាតូចប៉ុណ្ណឹងប្រឡាក់ជាមួយនឹងម្សៅកំប៉ុងស្រួយ5សាព្រីបាយប៊ីចេងបន្តិចរឌីបន្តិចច្បល់គ្រឿងទាំងអស់នោះឲ្យសាប់ជាមួយនឹងសាច់មន់យើងអញ្ចឹងមកចាំយកទៅបំពងខ្លាញ់ឲ្យរៀងច្រើនបន្តិចទៅដល់ពេលដែលវាឡើងក្តៅបងប្អូនចូលមន់នោះទៅបំពងបានហើយជឿនចាក់ម្សៅអញ្ចឹងទៅពេលដែលយើងទៅបំពងទៅសាច់មន់របស់យើងគឺវាអត់ខ្ទុះតែក្រហមប៉ុណ្ណឹងគឺថាបានហើយក្រហមស្អាតមែនតើសាច់មន់បុកខ្ទឹមសហើយនឹងម្ទេសមកម្ទេសខ្ញុំដាក់ផាច់ជា20គ្រាប់អ្នកគ្នាចង់ឲ្យវាហឹលបុកវាឲ្យម៉ត់អញ្ចឹងមកចាំយកវាទៅឆាជាមួយនឹងប្រេងឆាឡើងឈ្ងុយជ្រក់ចាំចាក់ស្ករត្នោតមកសាព្រាបាយចូលដល់ពេលដែលស្ករឡើងក្រហមហើយបងប្អូនចាក់ទឹកត្រីមកសាព្រាបាយចូលទឹកប្រេងខ្យងមកសាព្រាបាយសម្រាប់មុនលីងបើម្ទេសហ្នឹងតរយករសជាតិបែបផ្អែមប្រៃហឹលហើយដិតមិនឆ្ងាញ់ដល់គ្នាឃើញពណ៌គេឡើងតំណងឆ្ងាញ់ហ្មងឡើងស្អាតត្រឡប់សាច់មន់នឹងឲ្យវាចូលសាប់ជាមួយនឹងគ្រឿងអំបិលម្ទេសមិញមកបន្ថែមជាមួយនឹងស្លឹកខ្ទឹមហើយនឹងខ្ទឹមក្រហមជាការស្រេចតែប៉ុណ្្នឹងបានមន់ស្រែអញ្ចឹងទៀតទៅតែឆ្ងាញ់ដល់គ្នាមើលពណ៌គេនឹងតំណងហ្មងបាយញ៉ាំមួយបាយក្តៅឬក៏បាយកកក៏បានដែរជាពិសេសបាយញ៉ាំជាមួយនឹង Beer Gansberg Gold នេះតិចនិយាយវាថាត្រូវគ្នាណាស់លីងបើម្ទេសនេះគឺថារសជាតិឆ្ងាញ់ខ្លាំងណាស់ដល់គ្នាអាចសាករៀនធ្វើបានហើយក៏អបអរសាទរ Gansberg រសជាតិលំដាប់ពិភពលោកឆ្នាំមេដៃមីកម្រិតពិភពលោកឆ្នាំ2026ពី Monk Selection Beer Gansbergឆ្ងាញ់លើសពីស្រាបៀរធម្មតា